ចិត្តដេកគិតប្រហែលខែហ្នឹងសង្កេតមើលខ្មែរយើងនេះវាចិត្តល្អណាស់ពេលប្រទេសខ្លះដែលអាសន្នអន់ក្រនឹងញាតញោមនឹងក្នុងនៅធ្វើផ្កាប្រាក់ហែបានបច្ច័យបន្តិចតួចយួរទៅឲ្យគេជួយណាដូចជាសេរីលង្កាដូចជាភូមាដូចជាប្រទេសដទៃដែលមានរឿងមានវិបត្តិសេដ្ឋកិច្ចក្តីមានរំជួយក្តីដែលមានអីទាំងអស់អូរួមទាំងកណាផងទៅជួយគេដែលឡែកប្រហែលខែចុងក្រោយនេះប្រជាពលរដ្ឋញាតិញោមយើងភៀសខ្លួនចិត្តមួយជាងកន្លះលានអត់មានឃើញប្រសង់បរទេសនោះអើតក្បាលមកជួយខ្មែរសោះចាំញោមចាំអាហ្នឹងបងចាំកណ្ដាទេសមកឲ្យខឹងទេប៉ុន្តែរឿងពិតកុំខឹងតាមកណ្ដាចាំញោមចាំចឹងបានកណាមិនបញ្ចេញឈ្មោះកណាផ្ញើសារទៅសម្ដេចព្រះសង្ឃរាជ3 4កណាថាសម្ដេចព្រះអង្គចាស់មេត្តាបើកពិនិត្យមើលផងស្រុកខ្មែរស្រុកថៃពួកកាប់សម្លាប់គ្នាសម្បំមានធរណាជួយទេសនាអីទេកុំស្ងាត់អញ្ចឹងព្រោះព្រះអង្គបរៀនកណាហ្នឹងវាយូរឆ្នាំហើយនៅលើឆាកអន្តរជាតិថាឲ្យធ្វើល្អឲ្យជួយញោមយើងឥឡូវញោមកណាពុំមានរឿងជួយផងស្ងាត់ជ្រាប What is the point that you preached in the conference about peace while the war is being waged against each other between Cambodia and Thailand and all the Sangharajas in Southeast Asia and the rest of the world are complete silent on the matter? What's wrong with that? What is wrong with the Buddhism, with the Buddhist leader across the globe? What's wrong with that? Why you are silent? Why? Nâng ná bà cô nà lưới cái nào dây chân lưới cho chân sa sanh chai ya mà lục cái sa sanh này ná miên sầm rạ sầm khăn na nhận nhổ cái na tết na ngày nay ọt sọm nè na tế ọt khăng bò tết na tế ọt khăng khmer na tế tai tu bậc kền ông pi sả rạ ẩm bay để cầm pung tây cát miên lángនៅក្នុងទឹកដីរបស់យើងនិងពិភពលោកជាពិសេសនៅក្នុងវិស័យសាសនាស្រឡាញ់ជាតិខ្លួនជាប្រសង់លោកចាស់មើលលោកអូនមានអ្នកប្រាជ្ញណាអ្នកស្រុកបានបងដឹងហើយលោកអូនមានអ្នកប្រាជ្ញទេមានអ្នកប្រាជ្ញទេតែព្រះអង្គបានសុគតដោយស្ងប់ស្ងាត់បំផុតនៅក្នុងចំណោមបរិស័ទខ្មែររាប់សែននាក់ប្រហែលជាមិនតាន់បានទទួលការលៀងជើងពីបរិស័ទណាម្នាក់ទេនៅទឹកដីបាត់ដំបងនេះក្រោយពីការលះបង់ពេញមួយបច្ចុប្បន្នដើម្បីបរិស័ទនិងពុទ្ធសាសនានៅទឹកដីបាត់ដំបងស្រឡាញ់ជនជាតិយើងលោកឪពុកអ្នកម្ដាយស្រឡាញ់បរទេសមិនល្អចំពោះយើងដូចយើងល្អគ្នាយើងទេចាំណាញោមណាប្រសង់ដែលជិះយន្តហោះមកនឹងមិនមែនព្រះអរហន្តទេគ្មានទេដូចតែអាត្មានោះប្រសង់អង្គខ្លះមិត្តភ័ក្តិអាត្មាធ្វើការនៅលើឆាកអន្តរជាតិទេដល់គេមកដល់កម្ពុជាខ្លាយទៅជាប្អិនប្រព្រំមកផ្លេតនោះអញ្ចឹងកណាពិត្រដីកាថាសាសនឆាយាគឺមលុបគឺសាសនានេះលោកចាស់ត្រូវប្រើឲ្យអស់ដើម្បីនឹងអោបកសោបបង្រៀនកូនចៅយើងប្រសង់អីពុទ្ធបរិស័ទដើម្បីបានជាប្រយោជន៍
តែញោមយើងសាមគ្គីមានសាមគ្គីនៅក្នុងសង្គមនៅក្នុងសាសនាវាល្អសម្រាប់ស្រុកយើងឥឡូវវា45ឆ្នាំហើយបើចំណន់ញាតិញោមចាស់ជំនាន់ហ្នឹងអស់ទៀតវាកាន់តែអស់ហើយអញ្ចឹងម្លប់គឺសាសនានេះគឺល្អណាស់ហើយរបស់ដែលចងចាំបំផុតណាញាតិញោមក្នុងជីវិតគឺជារបស់ដែលប្រកបដោយមេត្តាធម៌ដ៏បរិសុទ្ធមិនមាសប៉ិនភ្នំទេមិនត្បូងប្រប៉ិនបាតលោកទេគឺចិត្តមេត្តានេះស្រឡាញ់អញ្ចឹងញាតិញោមទាំងអស់ដែលញាតិញោមស្ដាប់ធម៌អញ្ចេះដឹងព្រះពុទ្ធសាសនានឹងយកទៅជួយកូនចៅនិយាយប្រាប់កុំឲ្យសាសនាខ្លះគេយកទៅស្កក្របដើរចែកតាមភូមិហើយយកកូនចៅយើងអស់ពីខ្លួនយើងទៅកាន់សាសនាដទៃដែលគេប្រើពាក្យថាមនុស្សទាំងឡាយមានសិទ្ធិស្មើគ្នាត្រូវប៉ុន្តែអ្នកឯងចូលមកកាន់ទឹកដីរបស់ខ្ញុំអ្នកឯងចង់បានប្រយោជន៍ពីខ្ញុំដែរហើយព្រះអង្គចឹងអត់នេះរៀនចេះស្ងាត់អើយដល់ណាចង់កាន់អីកាន់ទៅអត់ទេព្រះអង្គសាកទៅអារ៉ាប់មើលព្រះអង្គសាកទៅអាមេរិកមើលធ្វើតែមិនស្រួលវាយខ្នោះព្រះអង្គដាក់គុកបាត់lâuហើយមកដើរនិយាយរឿងសាសនាអីខុសទំនងចឹងញាតិញោមស្រុកមនុស្សស្រុកដដើមគ្នាតានេះទឹកដីនេះបើអត់មានពពបរោះបង្ហូរឈាមក្រាលដាបធរណីនេះទេទឹកដីនេះអត់សល់ទេអាំងលិចយកបាត់ហើយខ្ញុំថាព្រះអង្គទេសនានេះឮតែឈាមហើយនឹងឆ្អឹងសោះហើយអត់ទេទឹកដីចឹងឯងចឹងហើយញាតិញោមអញ្ចឹងប្រសង់មើលលោកក្នុងវត្តពុទ្ធបរិស័ទមើលកូននៅផ្ទះញាតិញោមស្រឡាញ់អាចៅហ្នឹងបដៅវាកុំប្រឡែងវាឲ្យទៅកាន់វប្បធម៌ដតីសាសនាដតីណាចង់ថាអាត្មាថាទៅអាត្មាថាអញ្ចឹងត្រូវតែរក្សាកូនចៅរបស់យើងស្រឡាញ់អោបកសោប